រស្រីទូរទស្សនិកជនជាទីគោរពព្រះពុទ្ធសាសនាគឺជាសាសនារបស់ប្រជាពលរដ្ឋកម្ពុជាគោរពប្រតិបត្តិតាមកន្លងដ៏ផូរផង់នៃព្រះពុទ្ធសាសនាព្រះបរមគ្រូនៃយើងហើយថ្ងៃនេះដែរគឺជាថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌយើងសង្កេតឃើញថាប្រជាជនគ្រប់ទិសទីបានម្នេះនាំគ្នាយកតេយ្យទានគ្រឿងឧបភោគបរិភោគចង្ហាន់ក៏ដូចជាបច្ច័យមកកាន់ទីវត្តអារាមដោយឡែកកម្មវិធីប្រទេសខ្ញុំទេសចរខ្ញុំរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានមានកិត្តិយសផ្តិតយកទស្សនវិជ្ជានៃពិធីបុណ្យភ្ជុំបិណ្ឌដែលមានទីតាំងស្ថិតក្នុងវត្តបន្ទាយរកាស្ថិតក្នុងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺចង់ដឹងថាទស្សនវិជ្ជានៃពិធីបុណ្យភ្ជុំបិណ្ឌក៏ដូចជាសកម្មភាពនៃពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងណានោះសូមអញ្ជើញតាមដានទស្សនាដូចតទៅជាការពិតណាស់ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីមួយក្នុងចំណោមពិធីធំៗដទៃទៀតនៃព្រះរាជពិធីទ្វេទសមាសនៃប្រជារាស្ត្រទូទាំងប្រទេសកម្ពុជាដែលមានឡើងតាំងពីបុរាណកាលរៀងមកហើយពិធីនេះតែងតែប្រារព្ធធ្វើឡើងមិនដែលអាក់ខាននោះឡើយដោយចាប់ពីថ្ងៃ1រោចខែភទ្របទរហូតដល់ថ្ងៃទី15រោចខែភទ្របទដែលមានរយៈពេល15ថ្ងៃពាក្យថាបិណ្ឌគឺជាការប្រារព្ធធ្វើឡើងនៃរយៈពេល15ថ្ងៃរួមគ្នានេះភ្ជុំគឺជាការប្រមូលផ្ដុំឬប្រជុំបិណ្ឌដែលមកពីភាសាបាលីថាដុំបាយដូច្នេះយើងអាចសម្គាល់ពាក្យនេះតាមវិធីងាយបានថាគឺជាការប្រជុំឬការប្រមូលផ្ដុំដុំបាយការពូតដុំបាយជាដុំដែលយើងអាចហៅថាបាយបិណ្ឌប្រជានុរាស្ត្រខ្មែរទូទាំងប្រទេសក៏តែងតែចងចាំនិងយល់គ្រប់គ្នាថាបុណ្យភ្ជុំបិណ្ឌគឺជាការធ្វើបុណ្យដាក់បិណ្ឌដើម្បីឧទ្ទិសដល់បេតបុគ្គលជាឪពុកជាម្ដាយជាបងប្អូនញាតិសន្តានទាំងឡាយដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះដោយមិនបានដឹងថាខ្លួនទៅចាប់កំណើតជាអ្វីនោះឡើយប៉ុន្តែបើតាមឯកសារយោងនានាក៏បានលើកឡើងនៅពាក្យភ្ជុំបិណ្ឌមានអត្ថន័យ3យ៉ាងនោះគឺដើម្បីឧទ្ទិសកុសលចំពោះបេតបុគ្គលឬប្រេតបុគ្គល2គឺដើម្បីឲ្យបានសេចក្តីសុខចម្រើនសិរីសួស្តីដែលកើតឡើងពីផលទានរបស់ខ្លួន3គឺដើម្បីបង្កើតសាមគ្គីរបស់ជាតិគឺការស្រស់ស្រួលគ្នាទាំងពេលវេលាការកំណត់ការរៀបចំនៃពិធីភ្ជុំបិណ្ឌនេះទៅតាមបុរាណកាលរៀងមករបស់កម្ពុជាចំពោះប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌនេះដែរគឺមានជាប់តាក់ទងទៅនឹងបុណ្យចូលវស្សានេះផងដែរទេថាខ្មែរយើងគឺមានជំនឿខ្លាំងបំផុតព្រោះជាភាពមួយហៅថាភាពកតញ្ញូកតវេទីដឹងគុណលោកអ្នកដែលមានគុណរបស់ខ្លួនអញ្ចឹងខ្លួនបានធ្វើបុណ្យធ្វើទានមានន័យថាសប្បាយចិត្តហើយថ្ងៃនេះបានធ្វើដោយភាពរីករាយជាមួយនឹងលោកជំទាវបណ្ឌិតសៀងច័ន្ទហេងហើយក៏ដូចជាពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ដោយទស្សនវិជ្ជាជាក់ស្ដែងគឺច្រើនមែនទែនចឹងហើយអត់មានអីក្រៅពីការថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតសៀងច័ន្ទហេងក៏ដូចជាលោកស្រីពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី14នៅក្នុងថ្ងៃនេះសូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខដល់ប្រសើរជាពិសេសសម្រាប់មគ្គផលនឹងដល់ពុទ្ធបការីជួនមេដាបៃតាគ្រូឧបជាយាចាជាដូនជាតាឲ្យបានសម្រេចមគ្គផលនេះបានសុខចម្រើនហើយក៏ងាកមកត្រឡប់បែរក្រោយឲ្យពរមកប្រជាពុទ្ធបរិស័ទទូទៅទាំងអស់នៅក្នុងប្រទេសជាណាចក្រកម្ពុជាជាពិសេសលោកជំទាវអុកញ៉ាសៀងច័ន្ទហេងក៏ដូចជាក្រុមគ្រួសារបុត្រាបុត្រីក្រុមហ៊ុនក៏ដូចជាលោកស្រីទាំងអស់នាងកញ្ញាអស់លោកដែលជាក្រុមវិធីករទូទស្សន៍ជាតិរបស់យើងបានចុះយកនៅស្ដេចយកនៅទឹកជាក់ស្ដែងនៅក្នុងវត្តបន្ទាយរកាគុំក្រានទីវាយស្រុកភ្នំស្រួយនេះសូមបានបកកពោទាំងឡាយ4ប្រការគឺយុវណៈសុខៈពលៈនិងសម្បត្តិទាំង3ប្រាថ្នាអ្វីបានដូចបំណងប្រាថ្នាសូមអរគុណចម្រើនពររដូវនេះជារដូវបិណ្ឌកាន់បិណ្ឌហើយអញ្ចឹងនិយាយថាជារៀងរាល់ឆ្នាំគឺយើងតែងតែថាគោរពពិធីនេះនៅគ្រប់ទីអារាមវត្តហើយដល់ឡែកឆ្នាំនេះគឺថាខ្ញុំបានដើរតាមទីអារាមវត្តតាមខេត្តនានាច្រើនគឺថាមិនបាននៅក្នុងក្រុងទេគឺថាចេញមកតាមខេត្តច្រើនដោយសារឃើញថាបងប្អូនប្រជាពលរដ្ឋនៅតាមខេត្តនេះគឺគាត់ដូចថាសប្បាយរីករាយនឹងក្រោមការដឹកនាំរបស់សម្ដេចតេជោឬថាមានទីអារាមវត្តមានប្រសង់មានអីគ្រាន់តែថាគ្រប់គួរធ្វើបុណ្យនៅក្នុងនាមខ្ញុំជាកូនខ្មែរនាងខ្ញុំទាំងអស់គ្នាតំណាងឲ្យប្រជាពលរដ្ឋទាំងអស់ដែលមកដាក់បិណ្ឌនៅទីនេះមានចំណាប់អារម្មណ៍ថាដូនតារបស់យើងគឺរៀងរាល់ពីថ្ងៃ1រោចដល់ថ្ងៃ15រោចនេះគឺត្រូវមករាប់បាតដាក់បិណ្ឌនិងរាប់បាតដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធលោកអ្នកដ៏មានគុណទាំងឡាយដែលបានចែកឋានទៅជាទំនៀមរបស់បុរាណបែបប្រពៃណីព្រះពុទ្ធសាសនាពេល15ថ្ងៃនៃការដាក់បិណ្ឌគេសង្កេតឃើញថាម្ហូបអាហារចង្ហាន់តេយ្យទានដេកដាស់បានរៀបចំឡើងត្រៀបត្រាសម្រាប់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាឱកាសត្រីមាសពិសេសបង្ហាញអំពីជំនឿសាសនារបស់ប្រជាពលរដ្ឋកម្ពុជាដែលប្រកាន់យកតាមតម្រាប់ព្រះពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃត្រៃសករបស់ប្រជាពលរដ្ឋ
ការស្គាល់គុណស្គាល់ទោសបុណ្យបាបកម្មផលនៃមនុស្សគ្រប់រូបដែលបានសាងឡើងនាអតីតជាតិបច្ចុប្បន្នជាតិនិងប្រាថ្នាទៅអនាគតជាតិផងដែររាមវត្តដែលខ្ញុំបានជួបគឺថាយើងមានសេចក្តីរំភើបរីករាយដូចថាពុទ្ធបរិស័ទជាពិសេសបងប្អូនជនរួមជាតិលោកតានិយាយដូចឃើញស្រាប់ហើយនេះដូចថាគាត់នៅតែប្រពវិស័យពុទ្ធសាសនាតាមបរមបុរាណយើងគឺថាគាត់មិនមានការបោះបង់ចោលដូចថាគាត់គ្រប់ប្រពៃណីនៅក្នុងឱកាសបន់ជុំបន់រដូវបន់ជុំបន់នេះគឺថាគ្មានអ្វីទេដូចថាខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយជាពិសេសទស្សបារមីទាំងអស់ដែលថែរក្សានៅក្នុងប្រជាជាតិកម្ពុជាយើងក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនដូចថាធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរុងរឿងជាពិសេសវិវត្តខាងផ្នែកពុទ្ធសាសនាគឺការមានការវិវត្តច្រើនគឺថាសូមឲ្យវត្ថុស័ក្តិសិទ្ធិទាំងឡាយជួយគ្រប់គ្រងថែរក្សាសម្ដេចតេជោហ៊ុនសែននិងសម្ដេចមីងក្រេតបណ្ឌិតព្រមទាំងតារយាយបងប្អូនទាំងអស់សូមឲ្យទទួលនៅពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈអតិថិនៈកវៃគ្លេចចម្លើយជាពិសេសសូមឲ្យប្រទេសជាតិមានការរីកចម្រើននិងវិវត្តឲ្យមានភាពល្បីល្បាញនៅក្នុងពិភពលោកសប្បាយចិត្តរំភើបនឹងបានបំពេញនៅកាតព្វកិច្ចជាកូនជាចៅដែលបានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកដ៏មានគុណពីព្រោះថាបើអត់មកអត់ត្រូវទេចាព្រោះយើងកាន់ពុទ្ធសាសនាទាំងអស់គ្នាហើយមានចិត្តសប្បាយរីករាយនិងអស់ចិត្តនៅពេលដែលបានឧទ្ទិសនៅបុណ្យកុសលដែលយើងខ្ញុំទាំងអស់គ្នាជាកូនចៅទាំងអស់យកចង្ហាន់និងទេយ្យទានទាំងពួងមកប្រគេនដល់ព្រះសង្ឃតាមប្រពៃណីព្រះពុទ្ធសាសនាដូច្នេះមានអារម្មណ៍ថាសប្បាយចិត្តបានធ្វើបុណ្យជូនដល់លោកអ្នកដ៏មានគុណទាំងអស់ទាំងញាតិកាទាំង7សន្តានទាំងអស់ចា៎ជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសនិងក្រៅប្រទេសសូមបានសម្រេចនៅសម្បត្តិទាំងឡាយ4ប្រការហើយសូមឲ្យរកទទួលទានមានបាននិងជោគជ័យរាល់ភារកិច្ចទាំងអស់បន្ទាប់ពីយើងបានមកដាក់បិណ្ឌតាំងពីបិណ្ឌទី1រហូតដល់បុណ្យភ្ជុំបិណ្ឌជាពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសបានរួមគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌដាក់បិណ្ឌរួមគ្នានៅតាមទីអារាមនានានៅទូទាំងប្រទេសជាក់ស្ដែងនាថ្ងៃនេះនៅវត្តបន្ទាយរកានេះស្រាប់ការឧទ្ទិសមគ្គផលកុសលផលបុណ្យដល់ញាតិមិត្តសាច់សាលោហិតដែលបានចែកឋានរំលាយខណ្ឌទៅកាន់បរលោកខាងមុខហើយនោះឲ្យបានប្រទះទៅនឹងសេចក្តីសុខក្នុងទីដ៏សមគួរហើយណាប្រសិនបើធ្លាក់ទៅជាប្រែតនៅរੂឬដេរចានសូមឲ្យឆាប់រួចនៅកម្មពីវេរាពីអតីតជាតិហើយកើតនៅទីឋានសុខសាន្តឡើងវិញពិតណាស់អារាមព្រះពុទ្ធសាសនានៅទូទាំងប្រទេសមានប្រមាណជាង 4000 វត្តជុំបិណ្ឌឆ្នាំនេះគេសង្កេតឃើញថាប្រជាពលរដ្ឋបាននាំគ្នារៀបចំពិធីបុណ្យនេះឡើងយ៉ាងច្រើនកកកចាប់ពីរាជធានីភ្នំពេញរហូតដល់តំបន់ជនបទតំបន់ដាច់ស្រយាលនៅទូទាំងប្រទេសដែលពិធីបុណ្យជុំបិណ្ឌនេះក៏ជាពិធីបុណ្យមួយធ្វើឡើងទៅតាមមនោញ្ញផលនៃប្រជាពលរដ្ឋនិងធនធានរបស់ពួកគាត់រៀងៗខ្លួនដើម្បីអនុមោទនានៅមគ្គផលកុសលផលបុណ្យដែលខ្លួនបានធ្វើការប្រារព្ធពិធីបុណ្យជុំបិណ្ឌនេះសពបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់បានយល់ឃើញអំពីបុណ្យបាបកម្មផលដែលគេបានលើកឡើងនៅក្នុងទីអារាមក៏ដូចជាពុទ្ធឱវាទនៃការត្រាស់បង្គាប់នៃពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងបុណ្យកុសលនឹងសម្រេចបានទៅតាមក្តីប្រុងប្រាថ្នារបស់ខ្លួនដែលបានធ្វើនិងឧទ្ទិសមគ្គផលកុសលផលបុណ្យទាំងអស់ទៅកាន់ញាតិកាទាំង7សន្តានដែលបានចែកឋានទៅកាន់បរលោកហើយនោះហើយប្រជាពលរដ្ឋគ្រប់រូបក៏បានប្រាថ្នានិងបួងសួងទៅដល់ទេវតាដែលបានរក្សាលោកសូមឲ្យបុណ្យកុសលដែលកើតចេញពីការធ្វើទាននាថ្ងៃនេះនឹងបានជាកុសលផលបុណ្យចំពោះបុព្វការីជនញាតិសន្តានបងប្អូនដែលបានចែកឋានរំលែកឋានទៅកាន់លោកខាងមុខនោះសូមឲ្យបានទៅកាន់នៅទីឋានដ៏សោយសុខនិងព្រះនិព្វានកំបីខាននិងបែរភ័ក្រត្រឡប់មកក្រោយដើម្បីឲ្យសពសាធុការពរទាំងឡាយកើតមានដល់កូនចៅព្រមជាមួយប្រជាពលរដ្ឋកម្ពុជានិងថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជូនដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យមានសេចក្តីសុខសុភមង្គលវិបុលសុខក្នុងសង្គមគ្រួសារខ្មែរតែមួយនិងឲ្យកម្ពុជាជួបប្រទះនូវសុខសន្តិភាពនិងការអភិវឌ្ឍជាដរាបទៀងទៅសូម
របស់ប្រជាពលរដ្ឋស្ដីអំពីពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្រុមការងារយើងខ្ញុំសង្ឃឹមថាលោកស្រីនឹងមានសេចក្តីសោមនស្សសប្បាយរីករាយទាំងអស់គ្នាក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះជាចុងក្រោយសូមឲ្យដំណើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍ក៏ដូចជាដំណើរទៅកាន់ទីវត្តអារាមប្រកបដោយសុវត្ថិភាពគោរពច្បាប់ចរាចរណ៍គ្រប់ជីវិតអ្នកដទៃសូមអរគុណសូមជម្រាបលាឆ្លើយបាយដំណាំដែលទៅដាំឆ្អិនទាញចានស្រាក់សុំ